យើងមើលក្នុងឯកសារនេះគឺមកបន្ទាត់ហើយវាធ្លាក់ពាក្យទៅមកក្រោមហើយយើងធ្វើយ៉ាងណាដើម្បីឲ្យអាពាក្យទៅនេះនៅមកដល់កន្លែងនេះវិញឲ្យសល់តែមួយបន្ទាត់ទេអញ្ចឹងណាហ្នឹងហើយដើម្បីធ្វើឲ្យវាស្អាតពេលបើសិនមកយើងចុចសេរីអី space អីអញ្ចឹងក៏វាអត់មកដែរបាទវាអស់ហើយអត់មកទេបាទយើងចុចមកជាប់បាទអញ្ចឹងយើងធ្វើបែបណាដើម្បីឲ្យពាក្យទៅឡើងមកលើវិញអូខេអញ្ចឹងបញ្ហានឹងវាជួបច្រើននៅក្នុងការងារធ្វើឯកសារលិខិតស្នាមផ្សេងៗនៅក្នុងកិច្ចការរដ្ឋបាលអូខេអញ្ចឹងដើម្បីដោះស្រាយនៅបញ្ហាហ្នឹងយើង select ទៅលើប្រយោគហ្នឹងមកហើយចុចពាក្យ home ហើយនេះសញ្ញាព្រួយជាក្រោមហើយអញ្ចឹងនៅត្រង់ចំណុចនេះយើងចុចបន្ថយវាមកអូខេមក PT អូខេបន្ថយនេះឲ្យនៅក្នុងឃើញពាក្យ content ណាអូខេយើងបន្ថយវានៅសល់ប្រហែលអាចដាក់7អីមកចាំមើលវាលោតបែបណានៅក្នុងពាក្យ spacing ណាសូមបញ្ជាក់ថានៅត្រង់ពាក្យ spacing នេះគឺវាដើម្បីបរួយអា space នេះ space វាតួអក្សរមួយតួអក្សរមួយបើនៅក្នុងពាក្យ scale នេះគឺវាបន្ថយវាបើសិនបើយើងសេរីអានេះអត់អស់ទៀតណាបងប្អូនអត់អស់អញ្ចឹងយើងអាចនឹងសេរីនៅលើ scale នេះ scale នេះគឺមានន័យថាយើងបន្ថយដាក់95ដាក់80ដាក់អីចឹងណាអាហ្នឹងគឺវាពាក់ព័ន្ធទៅនឹងអឺកម្រាស់អក្សរបាទកម្រាស់អក្សរប៉ុន្តែនេះគឺខ្ញុំសេរីនៅកន្លែង space ឡើយទេចាំមើលបានអត់អូខេអញ្ចឹងគឺសេរី space គឺវាបានហើយអញ្ចឹងដូចលក្ខណៈវាអញ្ចឹងគេទទួលយកបានមើលដឹងហើយណាតែបើយើងចង់គាត់ថាវាចូលខ្លាំងពេកយើងអាចសេរី space ឲ្យវាតិចមកយើងអាចសេរីដាក់sorry ដាក់ត្រឹម5អីបានទេកុំឲ្យវារួញខ្លាំងពេកអូខេអញ្ចឹង5ប៉ុណ្ណេះក៏អត់អីដែរឬក៏យើងដាក់ត្រឹម4មកដើម្បីមើលយ៉ាងណាឲ្យវាស្អាតអូខេអញ្ចឹងអូខេអញ្ចឹងគឺដោះស្រាយបញ្ហារួចរាល់អញ្ចឹងបាទវាឡើងមកលើហើយវាលែងនៅធ្លាក់មកក្រោមមកលេខមកអក្សរទៀតហើយអូខេអញ្ចឹងជាទូទៅឯកសាររដ្ឋបាលរបស់យើងអ្នកធ្វើតែងតែជួបនឹងបញ្ហាផ្សេងៗដូចអ្វីដែលខ្ញុំបានបង្ហាញនឹងបានអូខេអញ្ចឹងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ